我只是羊，喜羊羊美羊羊。ឆ្នាំ3010នៃគ្រិស្តសករាជដូនតានៃពពួកសត្វជាមដែលជាអ្នកដឹកនាំចំនួនទី1ឈ្មោះថាសំឡីបានរត់គេចពីការតាមសម្លាប់របស់វងចចកមកដល់តំបន់វាលស្មៅខៀវខ្ចីមួយនៅពេលដែលវងជាមបានមកដល់កន្លែងដែលមានវាលស្មៅខៀវខ្ចីមេដឹកនាំសំឡីក៏បានបញ្ជាឲ្យសាងសង់របងការពារមួយដើម្បីការពារវងចចកទាំងនោះមេដឹកនាំចចកនិងកូនចៅដែលកំពុងតែស្រេកឃ្លានបានប្រើប្រាស់គ្រប់មធ្យោបាយលោតផងវាផងគោះផងវាយផងនៅតែមិនអាចឆ្លងកាត់របាំងការពារនោះបានពួកគេបានត្រឹមតែបើកភ្នែកសម្លឹងមើលវងជាមដែលជាចំណីឈ្មោះរបស់គេស្រែករាំជ្រៀងសប្បាយនៅក្នុងរបងការពារតែប៉ុណ្ណោះស្រាប់តែពេលនោះនៅក្នុងវងចចកក៏មានសម្លេងមួយបានបន្លឺឡើងពួកយើងសម្រាប់ទង្ងន់ទៅឲ្យតែពួកយើងស្រកជាងនេះយើងអាចជ្រៀតចូលក្នុងរបងការពារនោះបានជាមិនខានដល់ពេលនោះយើងអាចស៊ីសត្វជាមទាំងអស់នោះបានហើយមេដឹកនាំចចកឃ្លានដល់ល្ងីល្ងើបានជាស្ដាប់តាមយោបល់របស់កូនចៅគេហើយប្រឹងប្រែងសម្រក់ទម្ងន់គេប្រឹងប្រែងហើយប្រឹងប្រែងទៀតរហូតដល់ថ្ងៃមួយចចកក៏បានសម្រេចក្នុងការធ្វើខ្លួនប្រាណគេខ្លាយទៅជាស្បែកដណ្ដប់ឆ្អឹងនៅពេលដែលគេជ្រៀតចូលទៅក្នុងរបងការពារដោយជោគជ័យហើយគេបែរជាបានឃើញរបស់ដែលចចកបានលេបចូលទៅនោះគឺជាដុំថ្មសគេក៏ស្លាប់នៅក្នុងយប់ព្រះច័ន្ទពេញបរមីពេលនោះនៅក្នុងពិភពសត្វចចកក៏បានលេចលឺនៅពាក្យដំណាលមួយតគ្នាថាយើងជាមនុស្សដែលខត់ជាងគេលើលូតែរស់នៅតំបន់ដែលមានវាលស្មៅខៀវខ្ចីប៉ុន្តែចចកណាក៏ដោយក៏មិនអាចប៉ះពាល់ពួកគេបានដែរបើមិនចឹងប្រកាសជាសុយធំមិនខានហើយដើម្បីរំលឹកដល់មេដឹកនាំរបស់ពួកគេពួកចចកតែងតែនាំគ្នាស្រែកនៅពេលដែលព្រះច័ន្ទពេញបោរហូតមកដល់បច្ចុប្បន្នឆ្នាំ3513នៃគ្រិស្តសករាជមេដឹកនាំថ្មីរបស់ពពួកសត្វជាមក៏បានឡើងកាន់តំណែងឈ្មោះថាមេភូមិយើងស្របគ្នានេះចចកប្រភេទដែលជាកូនចៅចំនួនទី250របស់មេដឹកនាំចចកបានចាក់ចេញពីទឹកដីរបស់គេដោយសារតែខ្លួនអសមត្ថភាពនិងគ្មានកន្លែងឈរជើងគេបាននឹកឃើញពាក្យដំណាលតគ្នានៅពេលដែលគេបាននាំចចករបស់ខ្លួនឈ្មោះចចកក្រហមមកដល់តំបន់មួយដែលមានស្មៅដុះខៀវខ្ចីពេលនោះសង្គ្រាមរវាងសត្វជាមនិងចចកក៏បានកើតឡើងវះចចកបោកហៅកូនសិស្សទាំងអស់គ្នាថ្ងៃស្អែកជាថ្ងៃវិសមកាលហើយនៅក្នុងពេលវិសមកាលទាំងអស់គ្នាត្រូវស្ដាប់សម្ដីឪពុកម្ដាយធ្វើការងារដែលគ្រូដាក់ឲ្យធ្វើឲ្យបានរួចរាល់ទៅណាមកណាត្រូវចេះប្រយ័ត្នប្រយែងមិនត្រូវចេញទៅលេងឆ្ងាយទេស្រីស្អាតតែលោកមេភូមិក៏ចង់និយាយដល់ណាទៀតទៅណោះចំមែនអសង្ហាបើតាមល្បឿននៃការនិយាយរបស់មេភូមិយឺតយ៉ាងហោចណាស់ក៏10យប់នេះទៅចប់ហើយរឿងដែលត្រូវប្រយ័ត្នប្រយែងបំផុតនោះអាចនឹងមានចចកដែលគួរឲ្យខ្លាចអ្នកទាំងអស់គ្នាត្រូវចាំបើជួបជាមួយនឹងសត្វប្រភេទនេះអ្នកទាំងអស់គ្នាត្រូវតែរត់ណាមើលតែដូចមើលទៅវាដូចជាមិនទាន់គ្រប់គ្រាន់ទេនៅមានអាណាដែលមិនទាន់មកទេហើយយ៉ាងគឺអាកំចិលមិនទាន់មកទេគេនៅឯណាខ្ញុំមើលសិនមេភូមិអាកំចិលនៅដេកនៅឡើយអារីករាយឆាប់ទៅនាំគេមកបាទលោកមេភូមិមេភូមិគេនៅតែមិនព្រមក្រោកទៀតពិតជាគ្មានបានការមែនគេពិតជាខ្ជិលមែនថាយកស្មៅស្អុយមកហើយស្អុយខ្លាំងណាស់ជីមធាត់ជីមក៏សែនធាត់ជីមធាត់ច្រើនណាស់ណែអូនសម្លាញ់ឈប់រៀបរាប់ទៀតទៅមួយឆ្នាំក៏រាប់មិនអស់ដែរហើយមិនស្មានថាតាមពិតទៅពីដំណើររបស់ដូនតារបស់ជើងគឺជាការពិតចឹងសោះហើយតំបន់ដែលមានស្មៅខៀវខ្ចីគឺពិតជាមានសត្វជាមច្រើនពិតមែនយប់នេះពួកយើងអាចស៊ីសាច់សត្វជាមបានហើយថ្ងៃស្អែកគឺពួកយើងធ្វើពេលណាអាចទៅចាប់វាមកក្បាលបាននោះអូយអូនទុកចិត្តចោះហើយកន្លែងតូចប៉ុណ្ណឹងពួកវារត់ទៅណាមិនរួចទេអូនអើយ
ប៉ុន្តែបងជីដែរតែបងចូលយ៉ាងមិននឹងកើតទេ ថាម៉េចរបងដៃអូនណែเอาเรื่องនេះមើលបើតាមកំណត់ត្រាណែ100វិធីនៅក្នុងការចាប់ជាមរបស់លោកតាទួតរបស់យើងហើយជាគឺងាយស្រួលបោកបានទេហើយឲ្យតែយើងមានស្បែកជាមួយគឺបានហើយបងបានត្រៀមខ្លួនរួចហើយឲ្យបងនឹងតែងខ្លួនជាសាច់ញាតិរបស់ពួកគេ សាច់ញាតិមានប្រយោជន៍អីបងក៏មិនធ្លាប់ទទួលស្វាគមន៍គាត់ដែរ ហើយទោះបីជាគេធ្វើបែបនេះក៏មិនអីដែរក្នុងនេះសរសេរទៀតថាត្រូវប្រើប្រាស់របស់ដែលពួកគេចូលចិត្តមកតាក់ទាញពួកគេហើយបងបានរៀបចំរួចហើយ នៅឆោសាច់ធ្វើអីទៀតមិនកំឆាប់តែចាប់ពួកវាទៅអូនឃ្លានខ្លាំងហើយ អូយបានអូនសម្លាញ់ប៉ុន្តែឃ្លានឲ្យជូនតិចក៏ល្អដែរណាអូនណោះ ហេតុអីទៅ សម្រាប់ទម្ងន់អូនកូនជាមធាត់អើយហើយឯងឈ្មោះអី ខ្ញុំឈ្មោះជាមកំចិល អូយជួយបើកទ្វារឲ្យមីងផងមើលជួយបើកទ្វារផងបើកទ្វារទៅ ស្រីស្អីនឹងមិនឃើញទ្វារមានកណ្ដឹងទេអី អាមិនក៏នៅដេកទៀតមិនលឺយើងចុចកណ្ដឹងទេហ៎ ខ្ញុំគ្រាន់តែប្រាប់ថាមានកណ្ដឹងមិនបានប្រាប់ថាតែខ្ញុំទ្វារឯងទេ អូខ្ញុំជាសាច់ញាតិរបស់មេភូមិពួកឯងណា សាច់ញាតិមេភូមិចាំបានខ្ញុំប្រញាប់ទៅប្រាប់គាត់ព្រាម អូយអានេះឈប់សិនមើលបើកទ្វារយើងចូលសិនបានទេអីហ៎ ថាម៉េចសាច់ញាតិរបស់ពួកយើង ណាមីងណានិយាយបែបនេះ មិនមែនទេដឹងបើតាមកំណត់ត្រារបស់រាជវង្សយើងសាច់ញាតិដែលជាសាច់ឆ្កែរបស់ពួកយើងបានស្លាប់តាំងពី300ឆ្នាំមុនទៅហើយ រឿងនេះខ្ញុំមិនសូវដឹងច្បាស់ទេតែណាមីងនោះថាគាត់បានស្គាល់លោកមេភូមិ យើងទៅមើល បាទ អេឯអត់ចាំយើងទេអី អ្នកម៉ាក់ក៏ហាក់ខ្ញុំ យ៉ាងម៉េចកូនសម្លាញ់ម៉ាក់ក៏ហត់ឯងរឿងអី ម៉ាក់ថាខ្ញុំជាសត្វដែលដើរយឺតជាងគេបង្អស់តែខ្ញុំយល់ចឹងទេ អីយោយអូយអីយោយអូយអីយោយហើយតែក៏មេភូមិពួកឯងមិនទាន់មកទៀតហ៎អូ ចាំបន្តិចគាត់មកដល់ឥឡូវហើយយកគាត់មកដល់ហើយ មីងម្នាក់នេះជាសាច់ញាតិរបស់ខ្ញុំអី អូមែនហើយខ្ញុំជាប្អូនស្រីរបស់ប្រពន្ធរបស់បងជាដូនមួយទី3របស់ពូទី2របស់តារបស់លោក មែនដូចជាធ្លាប់មានសាច់ញាតិអញ្ចឹងម្នាក់ដែរ អូគឺត្រឹមត្រូវហើយឆាប់បើកទ្វារផ្លែទៅ មួយណាញ់ចេះអូយមែនយោយ អូយ បានជើងដូចជាចម្លែកណា មែនហើយ ណាមីងបែកញើសមកដល់ពេកមែនទេខ្ញុំយកកង្ហារមកឲ្យ អូយឯងកំអាយោយអូហើយយ៉ារ៉ារបស់អ្នកមីងប្រាព្រត់អស់ហើយ បន្តិចហ្នឹងក៏មិនដូចពួកយើងដែរ ឆែកឃើញហើយបើតាមរូបរាងរបស់គេគឺជាចកមួយក្បាល ចោ ត្រូវហើយយើងជាចកប្រភេទ តាមពិតចាក់មានរូបរាងអញ្ចឹងទេអីមិនក៏ឲ្យស្រឡាញ់តិចសោះ ឯងចេះលូទេលួខ្ញុំស្ដាប់បន្តិចមើល មិនក៏ជាសម័យនេះមិនចេះខ្លាចចកសអញ្ចឹងសំបីតែបន្តិច ចុះមកអើយគេចង់ខំខ្ញុំហើយ ប្រកាសណាស់បើតាមសរសេរនៅក្នុងនេះចកមិនត្រឹមតែអាចខំជាមនោះទេវានឹងស៊ីជាមទៀតពួកគេចូលចិត្តស៊ីជាមមិនអាចទៅស៊ីពួកយើងនឹង អាសង្ហាឯងឆាប់មកលោកមេភូមិស្រីស្អាតទៅសិនទៅ ក្នុងសភើគេនិយាយថានៅក្នុង300ឆ្នាំមុនដូនតារបស់ពួកយើងច្រើនណាស់ត្រូវបានចកស៊ី ឆាប់រត់ទៅអាជាមធាត់ឯងមិនខ្លាចយើងទេឯងឈ្មោះអីទៅ អញ្ចឹងឈ្មោះ
กรีจะจับประแพไอ้จังสิปวดยังแต่มันไงสโลแบบนี้เต้ យើងស៊ីតាធាត់មកនោះវាគ្រប់គ្រាន់ទៅហើយហើយមកឆាប់បើកទ្វារទៅយើងមានរបស់ល្អឲ្យឯងមើលមើលទៅ អកូនហើយតែយើងមិនចូលចិត្តការ៉ាតេ អូយមិនមែនទីដឹងក្នុងសៀវភៅសរសេរច្បាស់ណាស់ថាជាមចូលចិត្តស៊ីការ៉ុត ហើយ នេះ យ៉ាងមើលអត់ច្បាស់ពួកយើងជាជាមិនមែនជាកំសាយនោះទេ បើកទ្វារភ្លាមទៅប្រយ័ត្នយើងខឹងណាវុយ ហើយយ៉ាងឈប់លោឡាទៅយើងជូនរបស់មួយទៅឯងណៃយកទៅ យ៉ាអូយយ៉ា